សួស្តីបងប្អូនទាំងអស់គ្នាសម្រាប់រថយន្តគេហៅថានៅក្រោយខ្ញុំនេះជារថយន្តប្រភេទ pick up ស៊េរីថ្មីរបស់ Kia អញ្ចឹងរថយន្តហ្នឹងតាំងពីយើងផ្សាយមកយើងចង់មួយឆ្នាំហើយឥឡូវយើងនាំចូលមកហើយសម្រាប់បងប្អូនដែលមានតម្រូវការចាប់អារម្មណ៍អញ្ចឹងឥឡូវខ្ញុំបញ្ជាក់ថាយើងមាន stock បងប្អូនអាចមកមើលឡានផ្ទាល់ហើយនៅក្រោយខ្ញុំនេះជា model គេហៅ Tasman X Pro អញ្ចឹងរាល់ដងខ្ញុំឧស្សាហ៍ធ្វើវីដេអូចែកម្លែកអំពីរថយន្ត Tasman X Line អញ្ចឹងចង់ដឹងថា X Pro ហ្នឹងនិង X Line ខុសគ្នាមិនអញ្ចឹងខ្ញុំទៅប្រាប់ពីភាពខុសគ្នារវាងរថយន្តទាំងពីរហ្នឹងអញ្ចឹងងាយកុំឲ្យខាតពេលយូរតោះអញ្ចឹងតើតើជាមួយនឹងមុខរូបរាងអីដូចបងប្អូនឃើញអញ្ចឹងតើតើជាមួយទំហំប្រវែងគឺដូចគ្នាឡាននេះដែរយើងប្រើម៉ាស៊ីនម៉ាស៊ុត 2.2 លីត្រ turbo តើតើជាមួយកម្លាំង210 horsepower ជាមួយនឹងកម្លាំងរមុះរហូតដល់440 Newton អញ្ចឹងតើតើជាមួយនឹងឡាននេះដែរយើងមាន sensor ខាងមុខ6ខាងក្រោយ6សរុបទាំងអស់គឺ12គ្រាប់ហើយចំពោះកាមេរ៉ាគឺយើងប្រើគេហៅថា surround view បងប្អូនអាចមើលបានមកជុំឡានទាំងម្ដងហើយពេលបងប្អូនសញ្ញោឆ្វេងឬក៏ស្ដាំអីវានៅបង្ហាញនៅលើ view monitor បងប្អូនទាំងអស់គ្នាដែរហើយចំពោះឡាននេះដែរមុខកាត់វានិយាយទៅគឺ2ម៉ែត្រទេបងប្អូនហើយបើនិយាយពីបណ្ដោយវិញគឺ5ម៉ែត្រ4អញ្ចឹងរៀងវែងគួរសមដែរប៉ុន្តែវាសមជាមួយនឹងប្រភេទ pick up អញ្ចឹងណាអញ្ចឹងឥឡូវមកមើលពីភាពខុសគ្នាតាក់ទងជាមួយនឹងកង់នេះជាមួយ X-Line គឺបងប្អូនមើលអាចនឹងអត់ដឹងថាខុសគ្នាប៉ុន្តែនៅពេលដែលបងប្អូនដាក់ឡានពីរនឹងចូលគ្នាមិនដឹងថាវាពិតជាមានភាពខុសគ្នាមែនអញ្ចឹងចំពោះកង់យើងប្រើអានេះ17អ៊ីងប្រភេទគេហៅ Black Alloy Wheel ហើយជាមួយនឹងប្រភេទកង់ប្រភេទ Cross អញ្ចឹងឡាននេះបងប្អូនប្រើទៅសម្រាប់ប្រភេទ off road អីគឺពូកែខ្លាំងមែនតើហើយមកយើងមកមើលមួយទៀតមកតាក់ទងជាមួយនឹងនេះអានេះឈ្នន់យើងជន់ហ្នឹងហើយប៉ុន្តែគ្រាន់តែថាការ design វាខុសពីប្រភេទ X-Line ដោយសារ X-Line គេធ្វើរៀងជាប់គ្នាប៉ុន្តែអានេះគឺធ្វើប្រឡោះចឹងករណីថាបើសិនបើបងប្អូនបើកបរនៅផ្លូវដែលមានឧបសគ្គដូចជាមានកូនឈើមែឈើតូចអីគឺបើកទៅរលូនហ្មងវាអត់មានជាបញ្ហាដល់បងប្អូនទេអញ្ចឹងតាក់ទងជាមួយនេះដែរអានេះយើងមាន Sport Bar សម្រាប់ប្រភេទ X Pro ព្រោះដោយសារ X-Line យើងអត់មានផ្នែកខាងក្រោយហ្នឹងទេហើយបើករណីថាបងប្អូនចង់យកទៅដូរនេះដូរនោះថែមអីដូរសេរីធ្វើឲ្យឡានយើងតុបតែងកាន់តែស្រស់ស្អាតណាអាចលេងបានអត់បារម្ភអីទេហើយអត់ខុសគ្នាដែរដូចខ្ញុំនិយាយអញ្ចឹងឡាននេះគូតក្រោយយើងអាចបញ្ជាតាមតេឡេក៏បានយើងអាចដេប្រឆេះតាមតេឡេពីចម្ងាយក៏បានដូចគ្នាដែរហើយចំពោះឡាននេះដូចខ្ញុំនិយាយអញ្ចឹងសម្រាប់អ្នក off road ណាអញ្ចឹងដែលគាត់ទៅកន្លែងដែលឆ្ងាយអត់មានគេហៅថាអគ្គិសនីនោះអាហ្នឹងគាត់អាចប្រើបានណានិយាយទៅអាចដាំបាយដាំទឹកឲ្យបានទាំងអស់ចឹងបងប្អូនបាច់បារម្ភទេចំពោះការទៅដើរលេងដំណើរកម្សាន្តរបស់បងប្អូនអត់មែនជាបញ្ហាជាឧបសគ្គអីទៀតទេអញ្ចឹងតាក់ទងជាមួយតោះខ្ញុំបង្ហាញពីកៅអី passenger បន្តិច passenger នេះគឺចេញមកទំនើបដោយសារអីការ design ខាងក្នុងម៉ាស៊ីនត្រជាក់អីផ្សេងឥឡូវមិនបាច់តន់មើលតែទ្វារដៃទ្វារក៏បានដែរដៃទ្វារចេញមកគឺនេះហ្មងណាអឺចាជ្រុំហ្នឹងហើយចឹងនេះយើងប្រើប្រភេទស្បែកហើយឡាយជាមួយថ្នេរពណ៌ទឹកក្រូចស៊ីជាមួយនឹងពណ៌នេះដូចគ្នាកបោនពណ៌ទឹកក្រូចនេះគឺស្អាតដូចគ្នាអានេះនិយាយទៅគឺការ design ធ្វើឲ្យបងប្អូនមានអារម្មណ៍ថាការប្រើប្រាស់ឡាននេះមានអារម្មណ៍ថា premium តែម្ដងហើយចំពោះឡាននេះដែរយើងជាប្រភេទ pick up ប៉ុន្តែយើងមានបើកដបូលដែរអញ្ចឹងនៅពេលដែលបងប្អូនទៅដើរលេងអីអាចយើងមើលទេសភាពនិយាយទៅឡាននេះចង់និយាយថាអញ្ចឹងជិះមកគឺដូច SUV អញ្ចឹង comfort អត់ខុសគ្នាហើយចំពោះកៅអីនេះណាអាចត្រេតបាន40ដឺក្រេជាមួយនឹងប្រឈរគេហៅថា40 60ហ្នឹងហើយអញ្ចឹងអត់ប្រហែលនេះខ្ញុំប្រឈរឡើងអញ្ចឹងបើខ្ញុំចង់អង្គុយរៀងខ្ពស់ណាហើយបើខ្ញុំចង់រៀងផ្ដេកខ្ញុំមានសមាជិកអីនេះអញ្ចឹងគេត្រេតមកគេងស្រួលហើយមួយទៀតដែរតាក់ទងជាមួយនេះការ design អីផ្សេងស្បែកអីគឺប្រភេទស្បែកហើយយើងមានគេថាមានរូតមានអីដាក់អវ៉ាន់អីគឺមកស្អាតហ្មងអានេះអាចធ្វើជាតុកបានទៀតណាហើយកន្លែងខាងក្រោយនេះក៏យើងអាចសាកខ្សែបានដែរដូចខ្ញុំអញ្ចឹងខ្ញុំអង្គុយលេងនេះអញ្ចឹងទៅទូរស័ព្ទខ្ញុំចិត្តអស់ថ្មខ្ញុំដោតពីនេះមកប្រើទាំងដែលខ្ញុំកំពុងតែជិះឡានជាមួយនឹងគេអញ្ចឹងណាឬបើខ្ញុំនៅខាងមុខយើងមាន wireless charge រហូតដល់2គេហៅប្រភេទ Plus អញ្ចឹងអត់មានបញ្ហាអីទេក្នុងការប្រើប្រាស់ហើយឡាននេះអាចសាកបានច្រើនកន្លែងមែនតើអញ្ចឹងខ្ញុំចង់ឲ្យគាត់មើលពីភាពខុសគ្នាអញ្ចឹងបើខ្ញុំប្រាប់គាត់បន្តិចតាក់ទងជាមួយឡាននេះខ្ញុំនឹងបង្ហាញនៅខាងនោះអញ្ចឹងសូមចាំផ្លែតអញ្ចឹងសម្រាប់ឡាននេះនិយាយពីការស៊ីសាំងរបស់វាហ្នឹងហើយយើងហៅស៊ីសាំងក៏បានស៊ីប្រេងក៏បានព្រោះឡាននេះយើងចាក់មិនសុទ្ធទេអញ្ចឹងក្នុង100គីឡូស៊ីតែ8លីត្រទេបងប្អូនហើយដូចបងប្អូនឃើញអញ្ចឹងនៅពេលដែលបើកមកគឺស្អីគឺវារត់ទេដោយសារ
dương miên mai mà rỉ xịt được khía hay cái ấy cái đây được chị chẳng cái ấy cái đây được chị dương miên song khang đài hay vậy đại chân cho cô đấy hoặc ăn mình tên đã xa phụ nhưng mà xa vậy mà xa chân tới nhưng mà xây trong vậy để chờ tiếp tới ô lệch hẹp nụ mơ speaker bao nhiêu cứ phở mà hâm anh cả đần cứ nhom chưa chạy tha xâm nhập nè đã quạt được đa lên phong đạp cho miệng phong một đấy cứ bảo bạn đằng thanh vậy thầm mà chứ đằng bây ở việt xong cho mũi nâng cái hấp bại giả cả bạn bò trắng đấy ok chân ở sông lai mà chật nước anh ấy nhưng ở cái tha cắp bị ta chân nó bây giờ bông ôn thời ca phở phép ai đồ từ tam một mùi mùi đã bông ôn ai phở bán về ở trong làng Phnom rồi có vài trang rồi ấy để tôn cho mũi nồng bóng cứ bông ôn phở này nè chia sẻ nhau bạn bật chat chứ bằng ốc này ai khơi lên gì còn ta mà cả này thay trong mơ cho bạn ai chứ ai màu sơ rùm á bạn mò sạ là bông tốt như miền lan ỏi hai này này chẳng việc khó cho mũi năng ởประเภท explain ของท่านเนี่ยอันนี้แค่user หลักปงนะจังแลนนี่จึงไอ้หลักปงแมนด้วยគ្នាนะแลนนี่คือปงไปออยเวตรายด้วยគ្នាប៉ុន្តែនេះគឺមានបន្ថែម option หลักปងឲ្យយើងហើយជាមួយនេះតើតើជាមួយនឹងលើត្រៃម៉ូតដោយបងប្អូនដឹងចឹងនៅលើនេះគឺយើងមានណាប៉ុន្តែយើងបន្ថែមនៅលើនេះមួយទៀតគឺសម្រាប់ប្រភេទគេហៅថានៅពេលដែលបងប្អូនឡើងភ្នំឡើងចំណោតអីផ្សេងដែលជាប្រភេទគេហៅផ្លូវឧបសគ្គគឺយើងមាន extract mode ជូនបងប្អូនអញ្ចឹងអានេះពីភាពខុសគ្នាខ្លះអាហ្នឹងខ្ញុំនិយាយក៏អត់តន់អស់ដែរប៉ុន្តែបើបងប្អូនចង់ដឹងថាវាខុសគ្នាមិនអីមិនតើតើបងប្អូនបើកមកបងប្អូនដឹងថាបទពិសោធន៍នៃការបើកបរឡាននេះវាមិនដែរហើយដែលខ្ញុំនិយាយអញ្ចឹងលក្ខណៈឡាននេះគឺបងប្អូនជិះទៅចំណេញក្នុងថាដូច SUV អញ្ចឹងខាងក្នុងគឺ premium ហ្មងហើយបើបងប្អូនចង់ដឹកមករហូតដល់1តោន2ហើយបើចង់ស្ដៅហ្នឹងបាន3តោនកន្លះពីខ្ញុំទៅខ្ញុំសុំខ្លីៗប៉ុណ្ណឹងណាហើយបើបងប្អូនមានចម្ងល់អីហ្នឹងឯ Telegram ខ្ញុំដាក់នៅលើវីដេអូទាំងអស់បងប្អូនអាច add Telegram ក៏បានឬក៏បងប្អូនផ្ដល់ជាលេខ Telegram មកចាំខ្ញុំ add ទៅវិញក៏បានដែរអត់បញ្ហាទេសម្រាប់ផ្ដល់ព័ត៌មានអញ្ចឹងមួយទៀតដែរបើបងប្អូនចង់បង់មលុះក៏អត់អីដែរពួកខ្ញុំមានធនាគារណែនាំជូនមិនបាច់បារម្ភទេសំខាន់បងប្អូនមើលឡានសិនត្រូវចិត្តឡានសិនណាអញ្ចឹងពីខ្ញុំណាផ្នែកលក់ខ្ញុំមានតែប៉ុណ្្នឹងឯងអញ្ចឹងសង្ឃឹមថាជួបបងប្អូនផ្ទាល់នៅ showroom បើកបោះសាក់លបងហើយពេលមកឲ្យកុំភ្លេចរកនាងខ្ញុំផងអរគុណច្រើនបាយបាយ